បងប្អូនកុំទម្លាប់ឲ្យកូនគេងរួមក្រែជាមួយនឹងពុកម្ដាយទូគាត់ជាកូនង៉ែតក៏ដោយយើងឲ្យគាត់គេងលើខែរបស់គាត់ទៅធម្មតាតែមានកូនថ្មីកូនង៉ែតស្រឡាញ់ផងឯងចង់ឲ្យកូនគេងជាមួយតាមពិតទៅកូនដែលគេងជាមួយនឹងពុកម្ដាយហ្នឹងក៏ល្អម្យ៉ាងដែរគឺគាត់គេងឆាប់លក់ហើយនឹងមានភាពកក់ក្ដៅប៉ុន្តែបញ្ហាធំហ្នឹងគឺថាការដែលឲ្យកូនគេងរួមក្រែជាមួយនឹងពុកម្ដាយគឺប៉ះពាល់ទៅនឹងទំនាក់ទំនងប្តីប្រពន្ធអញ្ចឹងប្តីប្រពន្ធហ្នឹងពិបាកមានឱកាសដែលយើងអាចរួមទំនាក់ទំនងស្នេហាទោះជាយើងអាចធ្វើបានក៏ដោយប៉ុន្តែមនោសញ្ចេតនាវាមិនពេញលេញទោះជាយើងស្រឡាញ់កូនយ៉ាងណាក៏ដោយយើងត្រូវបែងចែកឲ្យដាច់ពីការមើលថែចិញ្ចឹមបីបាច់កូននិងទំនាក់ទំនងប្តីប្រពន្ធហើយបញ្ហាទី2ទៀតគឺកូនដែលទម្លាប់គេងជាមួយនឹងពុកម្ដាយហើយយើងពិបាកបំបីគាត់ឲ្យទៅគេងបន្ទប់ដោយឡែកណាហើយនៅពេលដែលអត់មានវត្តមានឪពុកឬម្ដាយដែលគេងជាមួយគាត់គឺគាត់គេងអត់លក់ឬក៏គាត់មានបញ្ហាផ្លូវចិត្តដែលបាត់បង់នរណាម្នាក់នៅពេលគេងហ្នឹងអញ្ចឹងសូមបងប្អូនគិតពិចារណាឡើងវិញហើយបែងចែកឲ្យដាច់ថាការចិញ្ចឹមបីបាច់ថែរក្សាកូននិងទំនាក់ទំនងមនោចេតនាប្តីប្រពន្ធនេះត្រូវតែដើរទន្ទឹមគ្នាมันអាចតែលះបង់ពេលវេលាទាំងអស់ដើម្បីតែកូនហើយចោលទំនាក់ទំនងស្នេហាជាប្តីប្រពន្ធបានទេ